ភ្ញាក់ផ្អើលតួឯកស្រីនៅក្នុងរឿង Sweet Home ប្រកាសលែងលះស្វាមីក្រោយរួមរស់នឹងគ្នាបាន8ឆ្នាំ នៅថ្ងៃទី17 ខែមិនិនាឆ្នាំ2015 នេះ សារព័ត៌មានរបស់កូរ៉េបានចេញផ្សាយតារាសម្ដែងស្រី Lee Si-young និងស្វាមីរបស់នាង លោកជូ បច្ចុប្បន្នដំណើរការនីតិវិធីលែងលះគ្នា ពួកគេបានប្រមូលឯកសារសំខាន់ៗដាក់ទៅលើតុការកាលពីដើមឆ្នាំនេះហើយលក្ខខណ្ឌចម្បងនៃការលែងលះគ្នាត្រូវបានព្រមព្រៀងរួចហើយនោះពួកគេនៅតែរងចាំដំណើរការបញ្ចប់ចុងក្រោយតែប៉ុណ្ណោះគួរឲ្យដឹងដែរថាតារាសម្ដែង Lee Si-young បានរៀបការជាមួយនឹងលោកជូកាលពីឆ្នាំ2017 អពាហ៍ពិពាហ៍របស់គេគឺទទួលបានការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំងដោយសារតែលោកជូជាអ្នកជំនួញផ្នែកភោជនីយដ្ឋានដ៏ជោគជ័យមួយរូបក្រោយរៀបការរួចពួកគេក៏ទទួលបានកូនប្រុសម្នាក់ជាចំណងដៃនៅក្នុងដំណើរជីវិតរៀបការរបស់នាងដែរ Lee Si-young ធ្លាប់បានចែករំលែកពីវត្តមានរបស់ក្រុមគ្រួសាររបស់នាងក្នុងកម្មវិធីកម្សាន្តមួយចំនួនរួមមានដែលបង្ហាញឲ្យឃើញពីសេចក្តីសុខសុភមង្គលនៅក្នុងក្រុមគ្រួសាររបស់នាងយ៉ាងណាមិញក្រោយរយៈពេល8ឆ្នាំប្តីប្រពន្ធរបស់ពួកគេក៏បានសម្រេចចិត្តដើរផ្លូវរៀងៗខ្លួនតារាសម្ដែង Lee Si-young ក៏បានចូលប្រឡូកវិស័យសិល្បៈដំបូងនៅក្នុងឆ្នាំ2008និងផ្ទុះប្រជាប្រិយភាពមានមហាជនស្គាល់ច្រើនតាមរយៈខ្សែភាពយន្តនិងកម្មវិធីកម្សាន្តនានារឿងភាគចុងក្រោយរបស់នាងដែលផ្ទុះល្បីខ្លាំងនៅក្នុងរឿង Sweet Home ដែលបានចាក់បញ្ចាំងផ្សាយកាលពីឆ្នាំទៅហេតុផលពិបាកដែលគឹមស៊ូយុលមិនបានចូលរួមគឹមស៊ីរ៉ុនមនុស្សជាច្រើនបានឆ្ងល់ថាហេតុអ្វីបានជាគឹមស៊ូយុលមិនចូលរួមពិធីបុណ្យសពអតីតមិត្តស្រីរបស់គាត់ជាពិសេសនៅពេលដែលតារាល្បីៗផ្សេងទៀតដូចជាហាន់សូនិងវ៉នប៊ីតមានវត្តមានដើម្បីគោរពវិញ្ញាណក្ខន្ធសពការអវត្តមានរបស់លោកនាំឲ្យមានការរិះគន់ដោយមានអ្នកខ្លះចោទថាលោកមានភាពប្រងើយកន្តើយនិងចិត្តត្រជាក់ចំពោះការស្លាប់របស់នាងខណៈដែលពួកគេធ្លាប់តាក់ទងគ្នាដល់ទៅ6ឆ្នាំយ៉ាងណាមិញកាលពីពេលថ្មីនេះប្រភពចិត្តស្និទ្ធមួយក៏បានបង្ហើបប្រាប់ប្រព័ន្ធផ្សព្វផ្សាយគឹមស៊ូយុលចង់ចូលរួមជាខ្លាំងមិនមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់ភ្លាមរបស់គឹមស៊ីរ៉ុនទោះជាយ៉ាងណាក៏ដោយអ្នកគ្រប់គ្រងនិងបុគ្គលិករបស់គាត់បានណែនាំគាត់ឲ្យផ្ញើការជាពិធីបុណ្យសពជំនួសវិញចាប់តាំងពីទំនាក់ទំនងអតីតកាលរបស់ពួកគេមិនត្រូវបានបង្ហាញជាលក្ខណៈវត្តមានដ៏រំជួលចិត្តរបស់គាត់នៅក្នុងពិធីបុណ្យសពអាចបង្កឲ្យមានពាក្យចចាមអារាមនៅលើបណ្ដាញសង្គមជាពិសេសជាមួយនឹងវត្តមានរបស់មិត្តភ័ក្តិជាច្រើនពិធីបុណ្យសពមិនមែនជាព្រឹត្តិការណ៍ឯកជនដែលបង្កការលំបាកនៅក្នុងការជៀសវាងការត្រួតពិនិត្យជាសាធារណៈ
មួយคลิปដែលសួសវិសានិងស្វាមីសម្ដែងខ្លាចប្តីមានស្រីពេលប្រពន្ធពោពោះធ្វើឲ្យអ្នកគាំទ្រជាខ្លាំងក្រៅពីមានអាជីពជាតារាចម្រៀងល្បីឈ្មោះនិងជាអ្នកចំនួនមួយរូបអ្នកនាងសួសវិសាក៏ជាភរិយានិងជាអ្នកម៉ាក់ដ៏ល្បីនៅក្នុងការមើលថែក្រុមគ្រួសារឲ្យរស់នៅប្រកបដោយសេចក្តីសុខហើយអ្នកគាំទ្ររបស់តារាស្រីរូបនេះប្រកាសជាជ្រាបហើយថាពេលនេះអ្នកនាងនិងស្វាមីលោកថមមីក៏កំពុងត្រៀមចាំទទួលសមាជិកថ្មីជាកូនទី2យ៉ាងអន្ទះអន្សាផងដែរអំឡុងពេលទម្ងន់កូនទី2នេះអ្នកនាងសួសវិសានិងស្វាមីតែងតែថតវីដេអូបង្ហោះលើ Facebook និង TikTok លេងជាប្រចាំដើម្បីចែករំលែកសេចក្តីស្រឡាញ់និងជីវិតរស់នៅប្រចាំថ្ងៃជូនដល់មហាជនអ្នកគាំទ្ររបស់ពួកគេដោយវីដេអូសម្ដែងរបស់ប្តីប្រពន្ធសិល្បៈមួយគូនេះតែងតែទទួលបានការស្រឡាញ់ចូលចិត្តទស្សនាពីមហាជនជាច្រើនផងដែរជាក់ស្ដែងវីដេអូថ្មីមួយដែលអ្នកនាងសួសវិសានិងលោកថមមីសម្ដែងជាមួយគ្នាដោយក្នុងខ្លឹមសារចង់សម្ដៅពេលប្រពន្ធកំពុងតែមានទម្ងន់អ្នកនាងសួសវិសាខ្លាចស្វាមីមានស្រីខាងក្រៅកំពុងតែទទួលបានការពេញនិយមទស្សនាយ៉ាងខ្លាំងចំពោះនៅក្នុងវីដេអូនោះលោកថមមីគឹមក៏បានតបតែងខ្លួនជាស្រីដែរថែមទាំងនិយាយបែបលេងសើចទៅកាន់នៅកូននៅក្នុងផ្ទៃដើម្បីភរិយាសប្បាយចិត្តទៀតកូនទី2ពេលសម្រាលមកនឹងមានម៉ាក់2អ្នកហើយមានម៉ាក់2អ្នកផងដែរប្រិមិត្តបាទអូខេប្រិមិត្តអត្ថបទព័ត៌មាននេះបាទខ្ញុំបាទសូមអរគុណប្រិមិត្តដែលបានតាមដានទស្សនាស្ដាប់នៅអត្ថបទព័ត៌មាននេះតែមុននឹងបញ្ចប់នៅអត្ថបទព័ត៌មាននេះបាទសូមប្រិមិត្តពុកម៉ែបងប្អូនពុំមិនទាំងអស់គ្នាជួយចុចនៅ Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតជាចុងបញ្ចប់នេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា